នាយករដ្ឋមន្ត្រីថៃលោកអនុទិន ឆាន វីរកុលបានបង្ហោះសារទាំងកណ្ដាលយប់ថ្ងៃទី16 ខែវិច្ឆិកាឆ្នាំ2025ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលព្រួយបារម្ភអំពីការផ្អាកការចរចារបស់អាមេរិកជាមួយថៃទាក់ទងទៅនឹងពន្ធគុយដោយសារតែថៃបានផ្អាកសេចក្តីប្រកាសរួមដោយឯកតោភាគីស្តីពីកិច្ចព្រមព្រៀងសន្តិភាពថៃនិងកម្ពុជានៅម៉ោង 1:44 នាទីយប់មិញនេះលោកអនុទិនបានបង្ហោះសារលើបណ្ដាញសង្គម Facebook ដោយនិយាយថាលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានបានទូរស័ព្ទមកកាន់រូបលោកម្ដងទៀតនៅយប់ថ្ងៃទី15 ខែវិច្ឆិកាឆ្នាំ2025បើតាមសារព័ត៌មាន Khao English នៅក្នុងការសន្ទនានោះលោកអាន់វ៉ាបានបញ្ជាក់ប្រាប់លោកអនុទិនថាលោកបានពិភាក្សាពីបញ្ហានេះជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំម្ដងទៀតបន្ទាប់ពីការពិភាក្សាពីលើកមុនរបស់ពួកគេលោកត្រាំបានយល់ស្របនឹងចំហរបស់លោកអនុទិនថាការដោះមានមនុស្សធម៌គឺជាបញ្ហាសំខាន់មួយនៅក្នុងសេចក្តីប្រកាសដែលបានចុះហត្ថលេខារួមគ្នារវាងប្រទេសថៃនិងប្រទេសកម្ពុជាដូច្នេះលោកត្រាំបានស្នើរដ្ឋាភិបាលថៃពន្យាប្រតិបត្តិការដោះមានឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានដោយសារតែគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិតរបស់ប្រជាជននៃប្រទេសទាំងពីរបើតាមលោកអនុទិននិយាយថាលោកត្រាំបានបញ្ជាក់យ៉ាងច្បាស់និងបានស្នើឲ្យលោកអាន់វ៉ាពំនាំសាររបស់លោកមកប្រាប់រូបលោកម្ដងទៀតថាអាមេរិកនឹងមិនភ្ជាប់ការផ្អាកសេចក្តីប្រកាសជាមួយការចរចាពាណិជ្ជកម្មដែលកំពុងបន្តរវាងថៃនិងអាមេរិកនោះទេគ្រាន់តែលើដំណឹងនេះភ្លាមធ្វើឲ្យលោកអនុទិនរំភើបប្រសពរសល់នៅមិនសុខហើយបានស្នើសុំលោកអាន់វ៉ាដើម្បីបង្ហោះសារនេះទាំងយប់ដើម្បីឲ្យប្រជាជនថៃដែលព្រួយបារម្ភពីបញ្ហានេះបានសប្បាយចិត្តនិងកាត់បន្ថយការរិះគន់មកលើរូបលោកសូមជម្រាបជូនថាដើមឡើយសហរដ្ឋអាមេរិកបានផ្អាកជាបណ្ដោះអាសន្នសម្រាប់ការចរចាពន្ធគុយរវាងថៃនិងអាមេរិកលុះត្រាតែភាគីថៃបញ្ញាចំពោះការអនុវត្តតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនៅទីក្រុងគូឡាឡាំពួរនេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសថៃលោកនីកនដេកបាឡុងកូរ៉ាបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានពីការវិវត្តចុងក្រោយបំផុតនៃស្ថានភាពព្រំដែនថៃកម្ពុជានៅថ្ងៃទី15 ខែវិច្ឆិកាម្សិលមិញបន្ទាប់ពីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកជូនដំណឹងពីការផ្អាកការចរចាពន្ធគុយជាមួយថៃលោកអនុទិនក៏បានពិភាក្សាពីបញ្ហានេះតាមទូរស័ព្ទជាមួយលោកដូណាល់ត្រាំនៅក្នុងការពិភាក្សាលោកត្រាំបានសួរនាំអំពីស្ថានភាពចុងក្រោយបំផុតតាមបណ្ដោយព្រំដែនដែលផ្ដល់ឱកាសឲ្យនាយករដ្ឋមន្ត្រីថៃបញ្ជាក់ជាថ្មីថាប្រទេសទាំងពីរត្រូវតែប្រកាន់ខ្ជាប់នូវសេចក្តីប្រកាសរួមដើម្បីជំរុញដំណើរការសន្តិភាពលោកអនុទិនបាននិយាយលាបពណ៌មកលើកម្ពុជាថាបានរំលោភលើកិច្ចព្រមព្រៀងមុនជាពិសេសដោយការដាក់មីនថ្មីដែលធ្វើឲ្យទាហានល្បាតថៃដែលជន់បណ្ដាលឲ្យផ្ទុះបង្កឲ្យមានរបួសធ្ងន់លោកអនុទិនក៏បានសម្ដែងនូវការខកចិត្តផងដែរបន្ទាប់ពីសហរដ្ឋអាមេរិកផ្អាកការចរចាពន្ធគុយទ្វេភាគីដោយភាគីថៃបានព្យាយាមបញ្ចុះបញ្ចូលអាមេរិកថាបញ្ហាសន្តិសុខជាមួយកម្ពុជាគឺជាបញ្ហាទ្វេភាគីដែលត្រូវតែពិចារណាដាច់ដោយឡែកពីបញ្ហាពន្ធគុយពាណិជ្ជកម្មដែលជាផលប្រយោជន៍រួមរបស់ថៃនិងអាមេរិកក្រៅពីនេះនាយករដ្ឋមន្ត្រីថៃលោកអនុទិនក៏បានបង្ហាញពីការបដិញ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាពទៅកាន់លោកដូណាល់ត្រាំផងដែរលោកត្រាំបានសម្ដែងនូវការយោគយល់ដោយបន្ថែមថាសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចដើម្បីគ្រប់គ្រងដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលកំពុងបន្តប៉ុន្តែមិនចង់ជ្រៀតជ្រែកនៅក្នុងយន្តការទ្វេភាគីដែលមានស្រាប់រវាងប្រទេសថៃនិងប្រទេសកម្ពុជាដែលជាចំហដែលថៃទទូចចង់បាននោះទេ